បាទសួស្តីបងប្អូនដែលធ្លាប់ដើរកំសាន្តតាមមាត់ទន្លេនៅមុខព្រះបរមរាជវាំងហើយបងប្អូនមើលឃើញទីតាំងនេះគឺជាទីតាំងលក់នំបញ្ចុកតែបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរទៅទីតាំងថ្មីនៅខាងត្បូងឯព្រះអង្គដងកោហើយបងប្អូនដែលជាអ្នកចូលចិត្តនំបញ្ចុកពិសាពេលល្ងាចបងប្អូនអាចរកទីតាំងថ្មីបានបាទហើយនេះគឺជាទស្សនវិជ្ជាពេលល្ងាចដែលបងប្អូនអាជីវករលក់នំបញ្ចុកគេហៅនំបញ្ចុកខ្មែរយើងបាទមានប្រភេទជាស្លទឹកការីក៏ដូចជាស្លទឹកប្រហើរបាទហើយនេះគឺបងប្អូនដែលមានម៉ួយបាទកុំភ្លេចចូលរួមទៅពិសានៅទីតាំងថ្មីហើយមិនឆ្ងាយពីគ្នាប្រហែលទេប៉ុន្តែនេះក៏ជាព័ត៌មានមួយសម្រាប់បងប្អូនដែលចូលចិត្តនំបញ្ចុកខ្មែររបស់យើងនេះដែរបាទហើយនេះគឺជាទស្សនវិជ្ជាពេលល្ងាចហើយបងប្អូនអាចទៅភ្លក់ក៏ពិសាទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបាទសូមអរគុណ